nè na class sờ lạnh liệt sạc cả chà ngày ní là cụ phật lý trong trình video muối trong bằng hai nè tầng ngọc nè tha liệt sạc cả nè na có trong bàn đài pi phú bụi dương chia bật thuật chân thọ mà đà miền côn miền ở bục mà đài miền cua sa đại dương thử mưa thái năng rạp rong trong vì miền tùng nụ kho thời chờ mình tên trong phần sân đại dương ấp sờ lạnh liệt sạc cả bàn này tham một nước nứng mình đang thay chị ấy thế nó về nó cụ phật lý có sờ lạnh này phần tái miền lệ khăn môi chùm nuôn đại dương mình che té thời ca dồn thì person bà liệp scara ban mau bị càng khát không phần phèn luôn anh tranh như tranh chiêm luôn anh dạ dương sờ bài trận mình tên sờ bài chiêng pe cái áo dương tự tiện là bỏ đặt cái áo bên miền lẹ nãy tha bên nghi pe á bên sủ pe á chẳng pe nó cùi cái lọt tao bên còn nghề đài chẳng nó pe đại dương khát không phần phèn bằng ca là tập phò mùi đời luôn anh hao vì oi phò chỉ liệp scara dương miền một thằng phim khăng mình tên chà chẳng nhung khó tại trong bằng hai nhà tặng ở khné tha nè na có thời cả đài có phần tái mình men group giang đại sa tại liệp scara xây cái dương trời thật phương nô ti chẳng đặt bút cứ bàn tu miền bản đại dương tha group giang thời tại miền sẽ cái đây là chua chụp nông khuôn thở ta rọc xíประกอบ របរ ចិញ្ចឹម ជីវិត បែប មិន ក៏ដោយ គឺ ឲ្យ បាន ត្រឹម ត្រូវ កុំ បំពេញ គេ កុំ ធ្វើ បាប គេ កុំ ឲ្យ គេ មាន ដែល គេ ថា បងខាត ឬ ក៏ ខូច ប្រយោជន៍ របស់ គេ អញ្ចឹង អ្នក ទាំង អស់ គ្នា គិត ត្រឡប់ ទៅ វិញ ទៅ ថា មាន តែ បន នឹង បាប ទេ ដែល វា នៅ ជាប់ នឹង ខ្លួន ជើង ជួន កាល យើង បាន លេប សការៈ មក ពី កន្លែង ណា មួយ ក៏ មិន ដឹង ទេ ប៉ុន្តែ វា នឹង ធ្លាយ ទៅ ច្រក ណា វិញ ជាក់ ជា មិន ខាន ទេ ពី ព្រោះ វា មិន មែន ជា របស់ យើង អញ្ចឹង របស់ ដែល យើង រក មក ដោយ ញើសឈាម យើង វា អត់ ងាយ ត្រឡប់ ទៅ វិញ ទេ ពី ព្រោះ យើង សាង វា យើង បៀល វា ដោយ ខ្លួន ឯង ដោយ ដៃ យើង អញ្ចឹង វា នឹង នៅ ក្នុង ខ្លួន យើង ជាប់ ជាមួយ យើង ជា និរន្តរ៍ ចា អញ្ចឹង ខ្ញុំ ចង់ ប្រាប់ អ្នក ទាំង អស់ គ្នា ថា កុំ ឃើញ លៀប សការៈ កុំ ចេះ តែ ត្របាក់ កុំ ចេះ តែ ចង់ បាន ពី ព្រោះ ពេល ខ្លះ វា ជា នុយ ធ្វើ ឲ្យ យើង អន្តរាយ នៅ ថ្ងៃ ណា មួយ ជាក់ ជា មិន ខាន ទេ ប្រសិន បើ លៀប សការៈ នោះ មិន ត្រឹម ត្រូវ តាម ប្រការ ណា មួយ ចឹង ណា ហ្នឹង ហើយ អញ្ចឹង ខ្ញុំ ចង់ ឲ្យ អ្នក ទាំង អស់ គ្នា ធ្វើ អី ក៏ដោយ ត្រូវ មាន សតិ ស្មារតី យើង ជាប់ ជានិច្ច ពិចារណា ថា គួរ ធ្វើ ឬ អត់ ពី ព្រោះ មាន មនុស្ស ជា ច្រើន ដែល ជា មនុស្ស ល្អ ចាញ់ បោក មនុស្ស អាក្រក់ ដោយ សារ តែ យើង មនុស្ស ល្អ នោះ ពេល ខ្លះ ក៏ លុប លន់ ដែរ ដល់ ពេល លុប លន់ ទៅ យើង មាន បញ្ញា ទុន ខ្សោយ ជាង គេ យើង នឹង ប្រកាស ជា នៅ ក្រុម អាណានិគម គេ ហើយ អញ្ចឹង ត្រូវ តែ គិត គ្រប់ ខណៈ ពេល ពី ព្រោះ យុគ 9 មនុស្ស សាហាវ ណា ចា អញ្ចឹង អ្នក ទាំង អស់ គ្នា ត្រូវ គិត ហើយ គិត ទៀត មុន នឹង សម្រាប់ ចិត្ត ធ្វើ អ្វី មួយ ចា មនុស្ស ល្អ តែង តែ ចាញ់ បោក មនុស្ស អាក្រក់ តែ សម្រាប់ ខ្ញុំ ព្យាយាម ធ្វើ ជា មនុស្ស ល្អ ពី ព្រោះ ខ្ញុំ ដឹង ថា មនុស្ស ល្អ នឹង ទៅ កន្លែង មួយ ដែល ល្អ ប្រពៃ មនុស្ស អាក្រក់ នឹង ទៅ កន្លែង មួយ ដែល ទាប ថោក ចា អញ្ចឹង យើង មាន គោលដៅ ខុស គ្នា អ្នក ទាំង អស់ គ្នា ធ្វើ បែប ម៉េច ក៏ រឿង អ្នក ទាំង អស់ គ្នា ប៉ុន្តែ ខ្ញុំ ព្យាយាម ឲ្យ អ្នក ទាំង អស់ គ្នា សាង សេចក្តី ល្អ ឲ្យ បាន ច្រើន ពី ព្រោះ គោលដៅ ទំនោរ ខុស ត្រូវ និង ផ្លូវ ដែល យើង ដើរ គឺ ខុស គ្នា ហើយ កន្លែង ដែល យើង ទៅ ក៏ ខុស គ្នា ដែរ បងប្អូន គិត មើល ទៅ ថា អ្នក ធ្វើ ល្អ វា ទៅ ខាង ណា អ្នក ធ្វើ អាក្រក់ វា ទៅ ខាង ណា វា អត់ ទៅ ផ្លូវ មួយ នោះ ទេ ចា អញ្ចឹង គិត ហើយ គិត ទៀត ថា តើ អ្នក គួរ ទាំង អស់ គ្នា ពេល ដែល ត្រឡប់ ទៅ វិញ នោះ អ្នក ទាំង អស់ គ្នា ចង់ ទៅ កន្លែង ណា ហើយ អ្នក ទាំង អស់ គ្នា ដើរ ទៅ រក អ្វី ដែល អ្នក ទាំង អស់ គ្នា ចង់ ទៅ ចោះ ហ្នឹង ហើយ ពី ព្រោះ បុណ្យ និង បាប វា នៅ លើ ស្មា យើង ទាំង ពីរ ហើយ បើ អ្នក ទាំង អស់ គ្នា ដឹង ថា អ្នក ទាំង អស់ គ្នា ជា មនុស្ស បែប ម៉េច អ្នក ទាំង អស់ គ្នា ទិញ សភៅ 2 ក្បាល មក ពេល អ្នក ទាំង អស់ គ្នា អី ធ្វើ ហើយ វា មាន សភៅ មួយ សភៅ ល្អ សភៅ មួយ សភៅ អាក្រក់ ហើយ ពេល ដែល សរុប តើ អ្នក អស់ គ្នា ឃើញ ថា សភៅ អាក្រក់ និង សភៅ ល្អ មួយ ណា អស់ មុន ចា ពេល នោះ អ្នក ទាំង អស់ គ្នា នឹង ដឹង ហើយ ថា យើង ជា មនុស្ស បែប ម៉េច មិន ចាំបាច់ ឲ្យ គេ វិនិច្ឆ័យ ទេ គឺ យើង វិនិច្ឆ័យ ដោយ ខ្លួន ឯង ចា អញ្ចឹង ខ្ញុំ មាន តែ ប៉ុណ្្នឹង ទេ ខ្ញុំ ចង់ ឲ្យ អ្នក ទាំង អស់ គ្នា សាង សេចក្តី ល្អ ឲ្យ បាន ច្រើន កុំ ព្យាយាម ធ្វើ ឲ្យ គេ ទឹកភ្នែក កុំ និយាយ យុះញង គេ កុំ ធ្វើ ឲ្យ គេ នឹង ឈឺចាប់ ដោយ សារ ពាក្យ សម្ដី យើង ពី ព្រោះ ពាក្យ សម្ដី វា
មានពឹសពលជាងថ្នាំពឹសទៅទៀតចាអញ្ចឹងនិយាយអីគូប្រយ័ត្នពេលខ្លះយើងនិយាយត្រូវប៉ុន្តែมันគួរនិយាយចាគួរនិយាយនឹងពោលពាក្យល្អល្អដើម្បីឲ្យមនុស្សមានកម្លាំងមានសង្ឃឹមដើរទៅមុខចាប្រយុទ្ធប្រឆាំងនឹងជីវិតបន្តទៀតចាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយគ្រូផលីមានតែប៉ុណ្្នឹងទេតែត្រឡប់មកវិញគឺគ្រូផលីចង់ឲ្យអ្នកទាំងអស់គ្នាសាងសេចក្តីល្អឲ្យបានច្រើនជីវិតនឹងល្អប្រសើរជាក់ជាមិនខានអរគុណច្រើន